បាទជាសូមវងជាងបាទខ្ញុំមានវីដេអូមួយចង់បង្ហាញពីคลิก160 Smart Key ដែលមានបញ្ហាកាច់ key អត់ដើរមកកែតបានទេបាទអាគុយភ្លើងខ្លាំងបាទតេឡេគាត់យកមកទាំងពីរតែមូលហេតុអីបានជាវាកាច់ជាតិបានចាំមើលខ្ញុំធ្វើការជួសជុលហើយតើមកចាំមើលអស់គ្នាតើមូលហេតុអីបានជាកូនតេឡេយើង unlock អស់ហើយ key កាច់អត់បានទេតើមកពីប៊ូតុង key ឬក៏មកពី Smart Key បាទសូមអរគុណចាคลิก160គឺមានបញ្ហាត្រង់នេះដូច12 V នេះ12 V ចូលចំ ECU ហ្នឹងមានបញ្ហាគឺដាច់ត្រង់ចំណុចនេះហើយវាដាច់វាសល់បន្តិចហើយយើងវាស់បាន210ពេលខ្លះបាន210ពេលខ្លះបានតែ5 V ទេអញ្ចឹងវាកម្របញ្ជាក់ឲ្យឃើញថា5 V តើយើងធ្វើការទាញខ្សែភ្លើងផងទៅវាបញ្ជាក់ថាវាធ្លាក់មក5 V អញ្ចឹងកន្លែងនេះជាចំណុចសំខាន់នេះកន្លែងនេះបាទហើយខ្សែភ្លើងនេះគឺវារត់មកពីប្រអប់ V10 បាទលេខម៉ាន់លេខ 7.5 នេះវាចិត្តលេខ20ហ្នឹងណាវាចិត្តអាលានេះអញ្ចឹងខ្សែហ្នឹងគឺរត់ពី10 V មកចូលតាមប្លុកហ្នឹងមកចូលមកហ្នឹងឡើងមក ECU ពី10 V អញ្ចឹងមានបញ្ហាកាច់ key អត់បានដូចពីវីដេអូមុនឲ្យមើលអញ្ចឹងណាអញ្ចឹងឥឡូវយើងហើយឥឡូវយើងតបភ្ជាប់យើងតេស្តតិចយើងតេស្តមើលតើវាដើរហើយនៅអញ្ចឹងណាហើយចង់បញ្ជាក់ថាហ្នឹងភ្លើង12 V ជាចេញពីភ្លើង V10 លេខ 7.5 នេះចូលមកត្រាំនៅ ECU ពី10 V បាទឥឡូវយើងមកធ្វើតេស្តអ៊ូម៉ាត់យើងជាមួយនឹងខ្សែដែលជាចូលពី10 V ឥឡូវខ្ញុំជ្រៀកឡើងនេះឥឡូវខ្ញុំធ្វើការវាស់មួយមកបងដាក់មកបាទភ្លើងនេះភ្លើងពី10 V បងបញ្ជាក់កន្លែងបកគោលទី1នេះអញ្ចឹងនេះខ្ញុំត្រៀមរៀបចាប់ចូលហើយឥឡូវបងធ្វើការកាច់សោគេឆេះមួយបងបុក key មកអូខេមកដេកឆេះបងបាទអញ្ចឹងដល់ពេលដែលភ្លើង12 V អត់មានបញ្ហាជាមួយនឹងកាច់ key បានទេបងគឺវាដាច់ត្រង់ចំណុចនេះបាទនេះគឺជារូបមន្តក៏ដូចជាក្បួនខ្នាតពីរបៀបនៃការរាវរោគនៃប្រព័ន្ធភ្លើងប្រភេទ Moto Smart Key បាទអញ្ចឹងយើងមានរូបមន្តយើងអនុវត្តជាក់ស្ដែងគឺយើងធ្វើបានផល 100% បាទហើយជាចុងក្រោយនេះមកបងដែលចង់បានម៉ាស៊ីនដែលតាក់ទងជាមួយនឹងការប្រើប្រាស់ជាមួយប៉ុនធ្វើប្រើប៊ិចយើងរាវរោគកំហុសដោយប្រើម៉ាស៊ីន scan M100 បងអាចតំណងបាត់ Healing Bubble បាទទីតាំងរបស់ខ្ញុំគឺទីរួមស្រុកកវលខេត្តបាត់ដំបងលេខទូរស័ព្ទបាទ071 62 24 404អញ្ចឹងអរគុណច្រើនបងបាទសូមជួយ like chia sẻ ផងបាទអរគុណច្រើន